មានអ្នកណាគេខ្លះធ្លាប់ញ៉ាំការីត្នោតសម្លការីត្នោតនេះគឺជាម្ហូបតំបន់នៅតាមខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជារបស់យើងជាពិសេសគឺនៅខេត្តកំពតតែម្ដងតែក៏មានខេត្តមួយចំនួនទៀតដែលគេធ្វើសម្លការីត្នោតដូចគ្នាគ្រាន់តែថារបៀបធ្វើខុសៗពីគ្នាអញ្ចឹងណាហើយសម្រាប់អ្នកខេត្តកំពតគឺគេនិយមមែនតែនសម្លការីត្នោតនៅថ្ងៃបុណ្យទានអញ្ចឹងគឺគេធ្វើអាហ្នឹងហើយមកអញ្ចឹងជាដំបូងសម្រាប់ពិធីធ្វើគឺយើងយកត្នោតយើងយកទៅរំងាស់វាដើម្បីឲ្យវាបាត់ហាងសិនយើងទុកវាឲ្យពុះមួយស្ទុះហើយយើងចាក់ចេញជាមួយនឹងទឹកអញ្ចឹងណាយើងលាងជាមួយនឹងទឹកសាបហើយបន្តមកទៀតគឺយើងចាប់ផ្ដើមស្លតែម្ដងគឺយើងដាក់គ្រឿងដាក់ជាមួយនឹងម្ទេសក្រៀមច្រាំអីធម្មតានឹងឯងហើយខ្ញុំស្លថ្ងៃនេះគឺខ្ញុំប្រើជាមួយនឹងឆ្អឹងឈានីជ្រូកឬក៏យើងប្រើជាមួយនឹងសាច់មាន់ក៏បានដែរហើយសម្រាប់គ្រឿងផ្សំដែលខ្ញុំភ្លេចអត់បានគឺម្សៅស៊ុបខ្នុរហ្វីលីពីនថ្មីនេះតែម្ដងគឺត្រូវជាមួយនឹងម្ហូបប្រពៃណីយើងកាន់តែមានរសជាតិហ្មងជាមួយនឹងខ្នុរបង្កើនរសជាតិមុខម្ហូបរបស់ខ្ញុំកាន់តែឆ្ងាញ់អញ្ចឹងយើងដាក់តាមបរិមាណសមល្មមមកហើយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតអ្នកទាំងអស់គ្នាអាចមើលខាងលើនេះបានអញ្ចឹងពេលដែលយើងឆាឈ្ងុយហើយយើងចាប់ផ្ដើមដាក់ខ្ទិះដើមចូលហើយដើម្បីបង្កើនរសជាតិកាន់តែឆ្ងាញ់ទៀតគឺយើងអាចដាក់ជាមួយនឹងដុំស៊ុបខ្នុរហ្វីលីពីនថ្មីនេះបន្ថែមទៀតតាមបរិមាណការីយើងដែលធ្វើអញ្ចឹងថ្ងៃនេះគឺខ្ញុំប្រើចំនួន2ដុំដើម្បីឲ្យរសជាតិការីរបស់យើងកាន់តែឆ្ងាញ់ហើយបន្តមកយើងចាប់ផ្ដើមដាក់ត្នោតដែលយើងបានស្រោះហើយលាងស្អាតមុនហ្នឹងគឺយើងចាក់ចូលហើយបន្តមកទៀតគឺយើងចាក់ខ្ទិះចុងចូលហើយយើងកូរវាឲ្យសព្វបន្តិចមកហើយគ្រឿងផ្សំមួយមុខទៀតដែលអាចខ្វះបានជាមួយនឹងការីត្នោតគឺជាអង្ករលីងហ្នឹងគឺត្រូវតែដាក់តែម្ដងគ្រាន់តែដាក់ហ្នឹងគឺចាប់ផ្ដើមភាយក្លិនឈ្ងុយពេញផ្ទះតែម្ដងនិយាយទៅគឺស្រុកភូមិនៅខាងខេត្តអ្នកកំពតប្រហែលជាគាត់ស្គាល់ច្រើនហើយទៅលើការីត្នោតហ្នឹងគឺគេនិយមជាងគេនៅពេលដែលបុណ្យទានអញ្ចឹងណាគេធ្វើញ៉ាំជាមួយនឹងបាយឬជាមួយនឹងនំប៉័ងអីចឹងទៅគេជ្រលក់នំប៉័ងណារសជាតិឆ្ងាញ់មែនតើទាំងអស់គ្នាអញ្ចឹងសម្រាប់ការជួបជុំគ្នាក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះអ្នកទាំងអស់គ្នាក៏អាចធ្វើការីត្នោតនេះញ៉ាំជួបជុំគ្រួសារក៏បានដែរយើងញ៉ាំជ្រលក់ជាមួយនឹងនំប៉័ងឬមួយក៏បាយសអញ្ចឹងណាអូយជ្រលក់ជាមួយនំប៉័ងនិយាយពីថាត្រូវមែនតើអញ្ចឹងបើសិនជាពុកម៉ែបងប្អូនណាដែលគាត់ចង់សាកធ្វើការីត្នោតនេះញ៉ាំជួបជុំគ្រួសារនៅថ្ងៃឈប់សម្រាកខាងមុខនេះអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើបានណាអរគុណច្រើន